Ok,ថ្ងៃនេះយើងមក unboxing នេះមួយខ្ញុំLexa Go SR 400អញ្ចឹងអ្នកខ្លះលើឈ្មោះគឺស្គាល់ហើយ model ហ្នឹងហើយទីច្រើនអានេះគឺចង់និយាយថាវាជា hard disk external របស់ iPhone ឬក៏ទូរស័ព្ទ Android អញ្ចឹងដោយសារតែខ្ញុំថតពេលខ្លះថតយប់ឡើងខ្ញុំត្រូវការគុណភាព ProRes ណាអញ្ចឹង ProRes ដែលមានជា color coding មួយរបស់ Apple ហើយយើងប្រើ iPhone អញ្ចឹងមិនលាក់បាំងទេខាង Coron Island របស់ខ្ញុំនឹងថតនៅពីច្រើនថតនៅនេះថតជាមួយ iPhone ហើយនឹង drone អញ្ចឹងណាហើយខ្ញុំបោកដាក់សិននេះអញ្ចឹងយើងឃើញនេះហើយពីតែនឹងធំដោយសារតែ iPhone ខ្ញុំ512ឯងអានេះខ្ញុំទិញនៅស្រុកខ្មែរអញ្ចឹងទេជាមួយនឹងតម្លៃចាំប្រាប់ក្នុង comment ដោយសារខ្លាចនិយាយក្នុងវីដេអូខ្លាចTikTok ចាប់អូខេអញ្ចឹងបោកយើងអស់លីងហើយមេទៀតទេអញ្ចឹងមានអានេះ menu guide អញ្ចឹងណានេះសំខាន់គេក្នុងកាបូបហ្នឹងគេមានកាបូបរបស់គេណាម៉ាក់ Lexa ឃើញទេអូខេ Lexa ហើយនេះក្នុងនេះដូចជាមាន connector អញ្ចឹងណា connector នេះយើងបើកមកមាន connector ទូចមួយType C ទៅ Type C អញ្ចឹងអ្នកខ្លះចង់ដឹងលម្អិតមើលអា Lego ដែលខ្ញុំបង្ហាញមុខមុនហ្នឹងណាតោះលបឿនលឿនព្រោះហ្នឹងវាកម្រិតវាដឹងថា read drive read គឺ1050 MB នៅមួយវិនាទីហើយ write 1000 MB នៅមួយវិនាទីនេះកន្លែងនេះចឹងនេះខ្ញុំហាយនេះមើលអានេះដូចជាអត់មានអីទេដូចជាតាក់ទងនឹងខ្សែវាឲ្យមកក្រៅជាមួយជើងតកាមេរ៉ាជើងអីផ្សេងទៀតខ្ញុំអត់ចេះហៅដែរជាស្អីខ្ញុំឡងចោលព្រោះយើងអត់ដូចជាខ្ញុំអត់តន់ប្រើដែរហ្នឹងគាត់នេះគឺប្រអប់វានេះមាននេះគឺមើលគឺប្រអប់ជ័រហ្នឹងមាននេះ logo Lexa ហើយក្នុងហ្នឹងមាន hard disk external SSD អញ្ចឹងអា external SSD ហ្នឹងនេះហើយមានដូចរបស់វាអញ្ចឹងហើយក្នុងហ្នឹងមាន cache ជ័រដែរ cache ជ័រគេហើយដូច connect អញ្ចឹងអាហ្នឹង 2T ទំហំ 2T តែម្ដងហើយអានេះមានsticker សម្រាប់បិទ label ពេលយើងដូរឈ្មោះដូរអីដាក់អីចឹងតែនេះខ្ញុំមិនងាយប្រើទេហើយនេះគឺ connector វាមានញីឈ្មោះនេះ Type C ញីឈ្មោះនេះ male នេះ female អញ្ចឹងហ៎នេះ Type C ញីឈ្មោះអញ្ចឹងហើយហ្នឹងប៉ុណ្ណឹងសិនហើយនៅក្នុងប្រអប់ហ្នឹងមានតទៀតមានខាប់ខ្ញុំមកទៅសិននេះខាប់វាហើយនឹងបូបហ្នឹងអស់លីងហើយតែអានេះអាចប្រើបានហើយដូចជាឲ្យអានេះមកទៅទៀតដូចមិនប្រើដែរនេះខ្សែចងអញ្ចឹងណាហើយដូចជាអស់ហើយក្នុងបូបហ្នឹងអស់លីងហើយហើយនេះគឺអញ្ចឹងអានេះstorage SD 2T ហ្នឹងអាហ្នឹងថ្លៃជាងគេអានេះ connector ទេ connector មាន Type C ញីឈ្មោះអញ្ចឹងទៅហើយនេះគឺ hub អញ្ចឹង hub ហ្នឹងគឺប្រើនេះមាន hub របស់វាយើងដោតចូលអញ្ចឹងទៅយើងអាចដោតចូលអញ្ចឹងទៅហើយក្នុងនេះមាន4រុន
1 2 3 4ចឹងណាអានេះគឺខាងក្របនេះគឺឲ្យតំណពីតែខាងនេះគឺជាហាប់ហើយនេះគឺជា USB ដល់ពេលអញ្ចឹងនេះដោតចូលអញ្ចឹងទៅវាចេញរូបរាងមកអញ្ចឹងណាចេញមករូបរាងមកអញ្ចឹងហើយពេលថតអញ្ចឹងពីចឹងថតបញ្ឈរនឹងហើយយើងពេលដែលយើងបើកកាមេរ៉ាមកអញ្ចឹងយើងបើកកាមេរ៉ាមកយើងដូរនៅកន្លែងហ្នឹង setting អញ្ចឹងនៅកន្លែងវីដេអូអញ្ចឹងចូលមកហើយយើងចូលទៅក្នុងកន្លែងនេះយើងយកពាក្យថា HDR នេះអញ្ចឹងកន្លែងបង្ហាញខាងលើនោះវាដាក់បាន2ម៉ោងហើយនៅខាងស្ដាំដៃគេដាក់ ProRes HDR អញ្ចឹងហើយយើងមានសមត្ថភាពថត120 frame ក៏បានដែរអញ្ចឹង120 frame បាន1ម៉ោង13នាទីហើយដល់ពេលថតHDR ProRes HDR ហ្នឹងពី60 frame បាន2ម៉ោង27នាទីហើយបើ30 frame បាន4ម៉ោងអញ្ចឹងណាវាច្រើនមែនតើដល់ពេលអញ្ចឹងយើងថតជាទូទៅយើងអាចថតចន្លោះពី30ទៅ60បានហើយតែ120ហ្នឹងគឺសំដៅលើយើងថតលក្ខណៈ slow motion អញ្ចឹងណាអញ្ចឹងពេលដែលយើងហាត់ឌីតូអញ្ចឹងយើងត្រូវថត ProRes យប់ឡើងករណីថតយប់ឡើងអញ្ចឹងពេលយើងថតទៅកាន់មកអញ្ចឹងឃើញកាន់មកអញ្ចឹងយើងពីចឹងថតខ្ញុំថតកន្ទុនមកឈរអញ្ចឹងថតយប់ឡើងអញ្ចឹងគឺនេះហ្មងគឺត្រូវការ SD នឹងធំហ្មងដើម្បីយកមកធ្វើការងារព្រោះអញ្ចឹងថតដោយសារតែពេលខ្លះយើងយប់ឡើងវាមាន noise អញ្ចឹង ProRes អាចជួយបានមួយកម្រិតតែម្យ៉ាងទៀតវាអត់ធ្លាក់ frame ហើយគុណភាពវាច្បាស់មែនតើអញ្ចឹងពេលថតយប់ឡើងគឺហ្នឹងហើយតែម្យ៉ាងទៀតទី2ហ្នឹងគឺយើងថតកម្រិតច្បាស់ហ្នឹងអាចថតបានច្រើនម៉ោងបានបើ memory ម៉ាស៊ីននេះត512ទេថត ProRes បានតិចមែនតើអញ្ចឹងជាទូទៅ memory iPhone នេះ512មែនតែប្រើបានតែ320ដោយសារយើងមានតម្លើងកម្មវិធីផ្សេងអញ្ចឹងនៅសល់ 320G 320G បើយើងចែកនឹង1នាទី 6G អញ្ចឹងវាបានប៉ុណ្ណឹងនិយាយទៅប្រហែលជា40នាទីជាងអញ្ចឹងដល់ពេលយើងដាក់2តេចូលទៅវាបាន2ម៉ោងជាងនេះខ្ញុំថតបើសិនដាក់2តេទៅយើងយក30 frame គឺបានដល់4ម៉ោងតែពេលណាយើង60 frame អញ្ចឹងយើងអាចយកសេរី frame បន្ថយល្បឿនអីយឺតទៅបានអញ្ចឹងល្អអញ្ចឹងបាន2ម៉ោងជាង2ម៉ោង27នាទី2តេហ្នឹងច្រើនណា